បបនេះគឺជា Mazda EVE Z60 Max រីឆ្នាំ2026ជាប្រភេទឡានអគ្គិសនីសុទ្ធដែលសាកថ្មមកពេញគឺវាអាចរបាញ់ចម្ងាយរហូតដល់600គីឡូម៉ែត្រនិងមានតម្លៃចន្លោះពី$36,500ទៅ$39,500នៅក្នុងទីផ្សារកម្ពុជាវាត្រូវបាន design មកជាប្រភេទ luxury car ហើយបានមកពាក់មកជាមួយនឹង motor អគ្គិសនីដែលមានកម្លាំង190គីឡូវ៉ាត់ហើយវាអាចផលិតកម្លាំងសេះបាន255 horsepower និងដំណើរការដោយ rear wheel drive បប Xperia Z60 នេះវាបាន design មកមានភាពទាក់ទាញដូចជាដៃទ្វារលើកចូលទូឡានរបងកង់21អ៊ីងផ្លុកក្រោយអូតូត្រចៀកក្តោបអូតូជាពិសេសគឺបណ្ណានៅខាងមុខវាបានមកពាក់មកជាមួយនឹងភ្លើង LED ដែលសរសើរផងដែរឥឡូវយើងក៏លេខទៅមើលការ design ផ្នែកខាងក្នុងវិញម្ដង EVE Z60 នេះវាបានមកពាក់មកជាមួយនឹងការ VIP សងខាងមានទម្រជើងក្តៅត្រជាក់ Massage ពូកស្បែក Edition មានដំបូលបើក Panoramic មាន Rideau បើកបិទបានមានអេក្រង់ធំ 26.45 អ៊ីងមានមុខងារ KTV ដែលអាចជ្រៀងនៅក្នុងឡានបានហើយមាន speaker ចំនួន23 crop លើងលម្អនៅក្នុងឡានអាចសេរីបាន256ពណ៌និងប្រព័ន្ធសាកថ្មអខ្សែបើនិយាយអំពីប្រព័ន្ធសុវត្ថិភាពវាវិញក៏វាមានច្រើនគួរសមដែរមានដូចជា radar ចាប់កណ្ដុងផ្លូវប្រព័ន្ធចាប់រងបន្ទាន់ដោយស្វ័យប្រវត្តិរត់តាមលបឿនឡាននៅខាងមុខប្រព័ន្ធរក្សាកណ្ដុងផ្លូវចាប់ស្លាកសញ្ញាចរាចរណ៍ auto parking និងមាន option ទំនើបមួយចំនួនទៀតផងដែរសរុបមកបើសិនបើពុកម៉ែអ៊ំពុំមីងមានកញ្ចប់ថវិកាក្រោម$40,000អាចពិចារណាលើ Mazda EVE Z60 Max ឆ្នាំ2026នេះបានហើយបើសិនបើមានចម្ងល់អាច comment នៅខាងក្រោមវីដេអូនេះបានសូមអរគុណ